អ្នកចោតប្រទេសកម្ពុជាថាជាប្រទេសជាអ្នករំលោភលើអធិបតេយ្យថៃប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិខ្ញុំសូមសួរអ្នកហើយហេតុអ្វីបានជាអ្នកមិនព្រមឡើងតុលាការជាមួយនឹងកម្ពុជាកម្ពុជានៅតែបន្តការដោះស្រាយដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីផងនិងតាមរយៈយន្តការតាមផ្លូវតុលាការផងតាមផ្លូវតុលាការយើងជ្រើសរើសយកតែ4ចំណុចទេចំណុចទី1គឺមុំ3នៅក្នុងក្របខ័ណ្ឌព្រំដែនកម្ពុជាឡាវនិងថៃនេះជាតំបន់មួយដែលវាងាយនឹងផ្ទុះសង្គ្រាមទើបយើងនាំរឿងនេះទៅតុលាការទី2តំបន់ធំទី3តំបន់តូចទី4តាកបីតែ4ចំណុចទេយើងយកទៅដោះស្រាយនៅតាមផ្លូវតុលាការតាមផ្លូវតុលាការវាក៏ជាសន្តិវិធីមិនមែនជាការវាយដណ្ដើមដីទេមិនមែនជាការវាយដណ្ដើមដីទេហើយផ្នែកសេសសល់ពីនោះយើងបន្តការដោះស្រាយដោយយន្តការទ្វេភាគីព្រោះព្រំដែនកម្ពុជាថៃវាមានទៅដល់ប្រមាណ850គីឡូម៉ែត្រឯណោះអញ្ចឹងបើយើងពិនិត្យទំហំនៃតំបន់មុំ3ជាមួយនឹងតំបន់តាកបីតំបន់តូចតំបន់ធំនិងតាកបីយើងគិតថាវាអស់ត្រឹមថា50គីឡូម៉ែត្រទេចុះអញ្ចឹងវានៅសល់800គីឡូម៉ែត្រទៀតត្រូវដោះស្រាយដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីនៅទីនេះគឺយើងត្រូវដោះស្រាយដោយសន្តិវិធីហើយពាក្យថាសន្តិវិធីវាមានអាចទ្វេភាគីនិងវាមានតាមផ្លូវតុលាការវាមិនគួរខ្លាចទេថារឿងបញ្ហាតុលាការនោះបើសិនជាភាគីទាំងសងខាងឃើញថាមានភាពអយុត្តិធម៌ខ្ញុំចង់จะឆ្ងល់ថាថៃបានចោទកម្ពុជារំលោភទៅលើថៃតែហេតុអីបានថៃខ្វះសេចក្តីក្លាហានប្តឹងកម្ពុជាទៅកាន់តុលាការខ្ញុំសូមចោទសួរទៅអ្នកទីក្រុងបាងកកអ្នកចោទប្រទេសកម្ពុជាថាជាប្រទេសជាអ្នករំលោភលើអធិបតេយ្យថៃប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិខ្ញុំសូមសួរអ្នកហើយហេតុអ្វីបានជាអ្នកមិនព្រមឡើងតុលាការជាមួយនឹងកម្ពុជាសូមប្រជាជនថៃសូមប្រជាជនកម្ពុជាក៏សូមមិត្តភ័ក្តិនៅលើពិភពលោកពិចារណាអំពីបញ្ហានេះឲ្យបានដិតដល់ហេតុអ្វីបានត្រូវខ្លាចតុលាការហើយបើថាកម្ពុជាជាអ្នករំលោភមិនក៏មិនប្រឹងទៅតុលាការយើងធម្មតាប្រទេសមួយតែមានតុលាការមិនអញ្ចឹងបើមានអាណាមួយមិនសុខចិត្តទៅប្រឹងទៅតុលាការហើយនៅលើពិភពលោកវាមានតុលាការអន្តរជាតិមួយចុះបើខ្លួនមិនសុខចិត្តមិនក៏ខ្លួនមិនប្រឹងទៅតុលាការរឿងនេះខ្ញុំគិតថាមេដឹកនាំថៃគួរយល់អំពីបញ្ហានេះមិនគួរខ្លាចនៅអ្វីដែលជាផ្លូវច្បាប់ទេហើយការប្រឹងទៅតុលាការនេះតុលាការកាត់សេចក្តីវាផ្ដល់នៅភាពងាយស្រួលឲ្យរដ្ឋាភិបាលធ្វើការពន្យល់ប្រជាពលរដ្ឋរបស់ខ្លួន
ប្រសិនបើសាលិកាតុលាការចេញមកគឺយើងងាយពន្យល់ទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនថារឿងហ្នឹងតុលាការកាត់ក្តីមកអញ្ចឹងមិនមែនរដ្ឋាភិបាលធ្វើណាយើងបានប្រាក់ពាក្យប្រឹងទៅហើយឧទាហរណ៍យើងចាត់ទុកថាចំណុចកនេះជាដីយើងជាដីកម្ពុជាថៃក៏ចាត់ទុកថាជាដីរបស់ថៃអញ្ចឹងទេបើសិនជាកម្ពុជាដកថយក៏ប្រជាជនកម្ពុជានឹងជេររដ្ឋាភិបាលប្រសិនបើថៃដកថយក៏ប្រជាជនថៃជេររដ្ឋាភិបាលប៉ុន្តែបើសិនជាតុលាការកាត់ថាជារបស់កម្ពុជាគឺថៃក៏ងាយស្រួលក្នុងការបកស្រាយប្រាប់ប្រជាជនថារឿងនេះមកពីតុលាការកាត់អញ្ចឹងឯកម្ពុជាប្រសិនបើគេកាត់ថានឹងជារបស់ថៃក៏រដ្ឋាភិបាលងាយស្រួលក្នុងការបកស្រាយឲ្យប្រជាពលរដ្ឋរបស់ខ្លួនអញ្ចឹងហេតុអ្វីក៏ថៃមិនព្រមទី1ថាកម្ពុជាបំពេញខ្លួនបើបំពេញខ្លួនមិនក៏មិនប្រឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬក៏មិនប្រឹងទៅតុលាការអន្តរជាតិតុលាការឡាអេតែម្ដងទៅយើងចោទជាសំណួរបញ្ជាក់និយាយទៅវិញណាហើយហេតុអ្វីបានខ្លួនតតចោលនៅដំណើរការផ្លូវច្បាប់នៅផ្លូវច្បាប់បើនិយាយតាមមួយបែបទៅគឺមានតែអ្នកខ្វះសុចរិតភាពទេដែលខ្លាចដំណើរការផ្លូវច្បាប់នោះ